មេរៀនទី5ការកំណត់គោលដៅន័យដូចនឹងន័យផ្ទុយបំណិនលំហាត់1ចូលរកពាក្យន័យដូចនឹងពាក្យពិសាអត្ថបទមមោទនភាពឧស្សាហ៍ឧត្តមឧត្តម2ចូលរកពាក្យន័យផ្ទុយនឹងពាក្យមុខក្នុងយុគខ្លីចាស់ខ្ពស់3ចូលអានអត្ថបទដកស្រង់ខាងក្រោមរួចស្រង់ពាក្យន័យដូចនឹងន័យផ្ទុយដែលមាននៅក្នុងអត្ថបទចម្លើយ1ពាក្យន័យដូចនឹងពាក្យន័យដូចពិសាញ៉ាំបរិភោគឆាន់សោយអធិកអធមក៏ព្រឹបក៏ក្រែងអ៊ូអហឹកហេតុមោទនភាពរីករាយត្រេកអរអំងួតឧស្សាហ៍ព្យាយាមខិតខំប្រឹងសម្ភារឧត្តមប្រសើរខ្ពង់ខ្ពស់ថ្លៃថ្នូរ2ពាក្យន័យផ្ទុយនឹងពាក្យមុខន័យផ្ទុយក្រោយខ្នងក្នុងក្រៅយូរខ្លីឆាប់រហ័សលឿនវែងចាស់ថ្មីខ្ពស់ទាប3ស្រង់ពាក្យន័យដូចនឹងន័យផ្ទុយដែលមាននៅក្នុងអត្ថបទពាក្យន័យដូចមើលតទស្សនាគយគុណទៅយាងយាត្រារុងរឿងថ្កើងចម្រើនលូតលាស់កសាងស្ថាបនាសាងសង់សូបានមាសសរសេរចាកត្រាផ្ចិតផ្ចង់ព្រឹកច្រៀងសម្រិតសំរៀងប្រុងប្រយ័ត្នពាក្យន័យផ្ទុយកណ្ដាលគៀនចំហៀងខាងទៅមកត្រឡប់ក្រោយស្រួចទាលត្រចះត្រចង់ច្រើនរុងរឿងក្រោយសរសើរបុរាណស្វិតផ្ចិតផ្ចង់អាប់អោនអន់ថយមេរៀនទី5ការកំណត់គោលដៅ